皆さんこんにちはសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកមើលលំហាត់ថ្មីជាមួយខ្ញុំចែករំលែកទៅកាន់អ្នកទាំងអស់គ្នាតេតងទៅនឹងប៊ឿនពោតេតងទៅនឹងវេយ្យាករណ៍កម្រិត N4 ដុល្លារទេប៉ុន្តែលំហាត់ថ្ងៃនេះគឺខុសពីរដងបន្តិចមានអាសាដោយអ្នកទាំងអស់គ្នាបានឃើញនៅលើក្តារខៀនបែបអញ្ចឹងលំហាត់ប្រភេទហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវតែរើសចម្លើយអ៊ីឈីបាំងនីបាំងសាន់បាំងឬក៏យ៉នបាំងតើចម្លើយមួយណាដែលមានអត្ថន័យស៊ីទៅនឹងគោលប្រយោគដែលគេគូបន្ទាត់នៅខាងលើនោះគឺជាចម្លើយដែលត្រឹមត្រូវហើយអញ្ចឹងតោះមានអាសាមើលបន្តិចមកប្រយោគលេខ1លំហាត់ទី1គេទៅសិថា Asta Kurunova Murides អញ្ចឹងអ្នកទាំងអស់គ្នាចេះពាក្យច្រើនគឺអ្នកទាំងអស់គ្នាអាចបកប្រែប្រយោគនឹងបានហើយប៉ុន្តែមុននឹងចូលទៅដល់មើលប្រយោគអ្នកទាំងអស់គ្នាមើលនៅខាងឆ្វេងដៃគឺខ្ញុំបានលើកយកនៅពាក្យប្របាកមួយចំនួនដកស្រង់ចេញពីលំហាត់មួយនេះចុះតោះពាក្យប្របាកទី1គឺគេទៅសិថា Asta មកប្រែថាថ្ងៃស្អែកអញ្ចឹងខណ្ឌជីមានតែ2ទេត្រូវចាំពីបន្ទាប់គឺខឺរឹមកប្រែថាមកពិធីជប់លៀងមកពិធីមង្គលការមកផ្ទះមកអីហ្នឹងគឺខឺរឹទាំងអស់ចេញមកពីពាក្យ Kimas ពីបន្ទាប់គឺអូម៉ូមកប្រែថាគិតថាចេញមកពី maske គឺ omoimas ពីបន្ទាប់គឺ Murina ដែលហួសសមត្ថភាពឬក៏ដែលមិនអាចទៅរួចអញ្ចឹងកន្លែងនេះដោយសារតែកន្លែងទៅសេចង្អៀតពេកខ្ញុំបានទៅសេតែមួយទេអញ្ចឹងជាគុណនាមណាមកប្រែថាដែលហួសសមត្ថភាពពីបន្ទាប់គឺ Musukashi ខណ្ឌជីមានតែមួយទេមកប្រែថាដែលពិបាកជាគុណនាមអ៊ីពីបន្ទាប់គឺ Totemo គឺជាគុណកិរិយាសព្ទឈរនៅពីមុខកិរិយាសព្ទអញ្ចឹង Totemo មកប្រែថាខ្លាំងណាស់ពីបន្ទាប់ទៀតគឺ Kanarasu មកប្រែថាជាដាច់ខាតអូខេតោះពីប្របាខ្ញុំបានលើកយកមកតែប៉ុណ្្នឹងទេតោះមើលទៅលើលំហាត់ទាំងអស់គ្នាមានអាសាអញ្ចឹងប្រយោគមួយណាដែលមានអត្ថន័យដូចឬក៏ស៊ីគ្នាទៅនឹងប្រយោគនៅខាងលើដែលគេគូបន្ទាត់នោះគឺជាចម្លើយត្រឹមត្រូវអញ្ចឹងតោះប្រយោគទី1គេទៅសេថា Asta Kurunova Murides អញ្ចឹងប្រយោគនៅក្នុងភាសាជប៉ុនឲ្យខ្ញុំតែប្រាប់អ្នកទាំងអស់គ្នាហើយឃើញវគ្គបកឃើញកាបកកាអញ្ចឹង Nova កន្លែងនេះមានអាសា Nova កន្លែងនេះគឺជាវេយ្យាករណ៍បប្រែថាកាវដែលអញ្ចឹង Asta Kurunova អញ្ចឹងកាវដែលមកនៅថ្ងៃស្អែកហ្នឹង Murides បប្រែថាដែលហួសសមត្ថភាពដែលមិនអាចទៅរួចអញ្ចឹងកាវដែលមកនៅថ្ងៃស្អែកហ្នឹងគឺខ្ញុំពិបាកឬក៏វាមិនអាចទៅរួចនោះទេអញ្ចឹងចម្លើយជាបានគេទៅសេថា Asta Kurunova Totemo Musukashi desu នេះបាន Asta Kanarazu Kimasu ខណ្ឌជីកន្លែងនេះគឺ Kimasu ដោយសារតែខ្ញុំបានទៅសេនៅខាងលើឲ្យអ្នកទាំងអស់គ្នាហើយទើបខ្ញុំអត់ទៅសេម្ដងទៀតកន្លែងនេះដូចគ្នាពីបន្ទាប់ទី3គឺ Asta Kuruto Omoimasu យ៉នបាន Asta Kuru Kamosiremasen អូខេតាមីណាសានអ្នកទាំងអស់គ្នាគិតបន្តិចមកតើចម្លើយរបស់យើងស្ថិតនៅក្នុងចំណោទអ៊ីឈីបាំងនីបាំងសានបាំងឬក៏យ៉នបាំងមានតែមួយទេដែលត្រឹមត្រូវទាំងអស់គ្នាចម្លើយត្រឹមត្រូវនោះគឺអ៊ីឈីបាំងですអញ្ចឹងលេខ1គឺជាចម្លើយដែលត្រឹមត្រូវមីណាសានអញ្ចឹងតើបកប្រែមក Asta Kurunova Totemo Musukashi desu នៅវគ្គកាលដែលអញ្ចឹងកាលដែលមកនៅថ្ងៃស្អែកហ្នឹង Totemo Musukashi desu ហ្នឹងគឺបកប្រែថាគឺពិបាកខ្លាំងណាស់អញ្ចឹងប្រយោគលេខ1ចម្លើយលេខ1គឺវាស៊ីទៅនឹងប្រយោគនៅខាងលើដែលគឺបន្ទាត់នៅខាងលើនេះ Asta Kurunova Murides កាលដែលមកនៅថ្ងៃស្អែកហ្នឹងគឺមិនអាចទៅរួចទេអញ្ចឹងគឺ Totemo Musukashi desu គឺលើសន្តានគឺ Totemo Musukashi desu ពិបាកខ្លាំងណាស់អញ្ចឹងចម្លើយនេះបាំងមិនមែនជាចម្លើយទៅត្រឹមត្រូវទេអ្នកទាំងអស់គ្នាបកប្រែមើល Asta Kanarazu Kimasu ថ្ងៃស្អែកខ្ញុំនឹងមកជាដាច់ខាត Kanarazu ជាដាច់ខាត Kimasu មកអញ្ចឹងវាអត់ស៊ីទៅនឹងប្រយោគនៅខាងលើនោះទេអញ្ចឹងមិនមែនជាចម្លើយដែលត្រឹមត្រូវនោះទេលេខ3អ្នកទាំងអស់គ្នាសាកបកប្រែមើល Asta Kuruto Omoimasu អញ្ចឹងថ្ងៃស្អែកខ្ញុំគិតថានឹងមកតោ Omoimasu កន្លែងតោ Omoimasu អ្នកទាំងអស់គ្នាមានធ្លាប់រៀនទេវេយ្យាករណ៍មួយនេះគឺបកប្រែថាគិតថា Kuruto Omoimasu គិតថានឹងមកអញ្ចឹងក៏មិនមែនជាចម្លើយដែលស៊ីគ្នាទៅនឹងប្រយោគនៅខាងលើនោះដែរអញ្ចឹងមិនមែនជាចម្លើយត្រឹមត្រូវទេពេលចម្លើយលេខ4គឺ Asta Kuru Kamosiremasen អញ្ចឹងវេយ្យាករណ៍ Kamosiremasen អ្នកទាំងអស់គ្នាមានធ្លាប់រៀនទេបកប្រែថាប្រហែលអញ្ចឹង Asta Kuru Kamosiremasen អញ្ចឹងថ្ងៃស្អែកខ្ញុំប្រហែលជានឹងមកអូខេក៏មិនមែនជាចម្លើយដែលត្រឹមត្រូវនោះដែរមីណាសានអញ្ចឹងចម្លើយដែលស៊ីគ្នាទៅនឹងប្រយោគដែលគេគូបន្ទាត់នៅខាងលើមួយជីនោះគឺ Ichiban ですអូខេតាមីណាសានតើតងទៅនឹងការបង្រៀនតើតងទៅនឹងការចែករំលែកភាសាជប៉ុនទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមអ្នកទាំងអស់គ្នាជួយចុច like និង follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗហើយតើតងទៅនឹង
Facebook แต่ตรงទៅនឹង YouTube Channel របស់ខ្ញុំគឺអ្នកទាំងអស់គ្នាអាច search មកអ្នកទាំងអស់គ្នាអាចស្វែងរកមកសិនសេសុភីវាយតែសិនសេសុភីទៅគឺអ្នកទាំងអស់គ្នានៅក្នុង YouTube ហ្នឹងគឺចេញមកហើយដូច្នេះអ្នកទាំងអស់គ្នាអាច subscribe YouTube ខ្ញុំម្នាក់មួយបានដើម្បីទទួលបានវីដេអូថ្មីៗអរគុណច្រើនសង្ឃឹមជួបគ្នានៅវីដេអូបន្តទៀត